នេះគឺជាបរិះដែលខ្លាំងបំផុតនិងគួរឲ្យខ្លាចនៅក្នុងប្រទេសសេនេហ្គាល់ពេលដែលយើងមើលឃើញគាត់តាមវីដេអូគាត់គឺជាមនុស្សដែលគួរចាប់អារម្មណ៍ទៅហើយក៏ប៉ុន្តែនៅពេលដែលជួបគាត់ផ្ទាល់គឺកាន់តែគួរឲ្យខ្លាចទៅទៀតគាត់មានកម្ពស់ 2.15 ម៉ែត្រទម្ងន់ 130 គីឡូក្រាមហើយការប្រកួតរបស់គាត់គឺតាក់ទាញអ្នកទស្សនារហូតដល់ 10000 នាក់ព្រោះវាគឺជាព្រឹត្តិការណ៍ដែលគ្មាននរណាចង់ខកខាននៅក្នុងការទស្សនាឡើយPrince ខុសប្លែកពីគេតាំងពីក្មេងកាលពីអាយុ 5 ឆ្នាំឪពុករបស់គាត់បាននាំគាត់ទៅក្លឹបហាត់កីឡាចម្បាប់ប្រពៃណីមួយរបស់សេនេហ្គាល់ហើយក្មេងប្រុសនេះក៏ដឹងភ្លាមថានេះគឺជាចំណង់ចំណូលចិត្តរបស់គាត់ពេលដែលគាត់ធំដឹងក្តីឡើងនៅក្នុងភូមិក្រីក្រមួយដែលប្រជាជនរបស់គាត់ស្ទើរតែគ្មានអ្វីសោះក៏ប៉ុន្តែសប្តាហ៍ថ្ងៃនេះ Prince បានក្លាយទៅជានិមិត្តរូបតំណាងយ៉ាងពិតប្រាកដដែលគាត់គឺជាមោទនភាពរបស់ប្រជាជននិងជាគំរូសម្រាប់យុវជនឈ្មោះរបស់គាត់ត្រូវបានគេស្គាល់គ្រប់ជ្រុងជ្រោយនៃប្រទេសសេនេហ្គាល់ហើយជ័យជំនះរបស់គាត់ក៏បានជំរុញទឹកចិត្តក្មេងប្រុសរាប់ម៉ឺននាក់ឲ្យចាប់ផ្ដើមហ្វឹកហាត់កីឡាចម្បាប់នេះដែរគាត់បានហ្វឹកហាត់វាជារៀងរាល់ថ្ងៃចំណាយពេលរាប់ម៉ោងនៅក្នុងសង្វៀនហើយគឺមិនដែលមានលេសនៅក្នុងការគេចវេះពីការហ្វឹកហាត់ដ៏លំបាកនោះឡើយសម្រាប់គាត់កីឡាចម្បាប់នេះគឺមិនមែនគ្រាន់តែជាកីឡានោះទេក៏ប៉ុន្តែវាគឺជាជីវិតរាល់ពេលដែលគាត់បោះជំហានចូលទៅក្នុងសង្វៀនគាត់បានបង្ហាញថាកម្លាំងមិនស្ថិតតែនៅលើសាច់ដុំនោះទេក៏ប៉ុន្តែវាស្ថិតនៅក្នុងបេះដូងរបស់គាត់ផងដែរ